បញ្ហាផ្ទះរបស់ភ្ញៀវគឺមានការស្ទះរហូតគាត់ថាផ្ទះរបស់គាត់នេះគឺអាសាស្ទះមែនទេបើនិយាយពីពូមលូនិយាយពីហៅគេទៅជួសជុលស្ទះហ្នឹងគឺកន្លះខែមួយខែគឺហៅទៅប៉ុន្តែដល់ពេលឆែកការងារជាក់ស្ដែងទៅឃើញថាប្រព័ន្ធទុយោរបស់គាត់គឺមានការរបូតដោយសារតែតំណទុយោតហ្នឹងគឺអត់ជាប់យើងធ្វើឲ្យរបូតឲ្យដីធ្លាក់ចូលប្រព័ន្ធទុយោរបស់គាត់ហ្នឹងយើងធ្វើឲ្យទុយោហ្នឹងហូរទឹកទៅណារួចទេងាកគាត់ថាស្ទះស៊ីហ្វុងងាកទៅគាត់ថាស្ទះស៊ីងលាងចានដោយសារតែប្រព័ន្ធទុយោនេះវារត់រួមគ្នាឥឡូវយើងឆែកមើលឃើញហើយយើងបានកោះមើលឃើញថាប្រព័ន្ធទុយោរបស់គាត់ហ្នឹងគឺមានការរបូតនៅទំនរដោយសារដីស្រុតហើយនឹងទុយោហ្នឹងគឺអត់ដាក់កាវទេគេអាំងតែក្រោមដីអញ្ចឹងយើងក៏បានតដាក់កាវឲ្យស្អាតឲ្យគាត់ហើយគាត់អាចប្រើប្រាស់ទឹកបានធម្មតាវិញ